បងប្អូនអ្នកខ្លះចូលចិត្តញ៉ាំនំបញ្ចុកស្រស់បើចំណែកយើងខ្ញុំវិញគឺថាចូលចិត្តញ៉ាំខ្លាំងតែម្ដងហើយនិយាយអញ្ចឹងណានឹកឃើញការនៅរៀនបងប្អូនឲ្យតែចេញពីរៀនថ្ងៃឡើងនេះគឺថាខំជិះម៉ូតូស្កាត់ហ្នឹងទៅញ៉ាំនំបញ្ចុកស្រស់ហ្នឹងដល់ផ្សារបឹងរៀងកងនិយាយទៅម្នាក់ឯងក៏ទៅកើតដែរបងប្អូនឥឡូវនេះគឺថានឹករសជាតិនៅនឹងខ្លាំងមែនតែនហើយនៅនេះក៏មានគេលក់ដែរបងប្អូនប៉ុន្តែរសជាតិញ៉ាំទៅវាមិនសូវត្រូវមាត់អញ្ចឹងណាថ្ងៃនេះក៏ទៅទិញគ្រឿងក្រៅអីហ្នឹងយកមកធ្វើញ៉ាំខ្លួនឯងតែម្ដងទៅហើយយើងធ្វើខ្លួនឯងអញ្ចឹងក៏វាអស់លុយរៀងច្រើនដែរប៉ុន្តែយើងញ៉ាំបានគ្នាឡើងមកផ្ទះហ៎បងប្អូនចាឥឡូវនេះខ្ញុំមកដាក់ឆ្នាំងដាំទឹកដើម្បីធ្វើទឹកសម្លនំបញ្ចុកស្រស់ហ្នឹងបងប្អូនហើយនេះគឺជាគ្រឿងក្រៅដែលយើងត្រៀមបង់នៅក្នុងទឹកសម្លដូចជាគល់ស្លឹកគ្រៃបើសិនជាមានស្លឹកគ្រៃបងប្អូនដាក់ស្លឹកទៅវាឈ្ងុយជាងហើយខ្ជាយខ្ទឹមសល្មៀតហើយនឹងហេប៊ីយឺហ៊ឺឥឡូវនេះទឹកបានពុះល្អហើយខ្ញុំបង់គ្រឿងក្រៅទាំងអស់នឹងចូលទៅហើយគ្រឿងក្រៅហ្នឹងយើងដំវារៀងទក់បន្តិចទៅបងប្អូនពេលយើងបង់ចូលទៅក្នុងសម្លទៅវាចេញក្លិនឈ្ងុយបានល្អបន្ទាប់មកខ្ញុំដាក់ជើងមាន់ហើយនឹងប្រហិតនឹងចូលទៅហើយយើងក៏បង់គ្រឿងផ្សំតែម្ដងដូចជាអំបិលរ៉ូឌីទឹកត្រីប៊ីចេងហើយនឹងស្ករសហើយសម្រាប់រសជាតិទឹកសម្លហ្នឹងគឺយើងធ្វើអត់ដិតពេកទេបងប្អូនដោយសារតែយើងញ៉ាំនំបញ្ចុកស្រស់ហ្នឹងនៅជ្រលក់ជាមួយនឹងទឹកកាពិទៀតណាហើយយើងរំងាស់ជើងមាន់ឲ្យបានផុយល្អសិនបន្ទាប់មកខ្ញុំដាក់ឈាមជ្រូកតែហូរនេះគឺខ្ញុំយកវាទៅបំពងសិនណាបងប្អូនហើយនឹងផ្សិតចំបើងនឹងទៅហើយយើងទុកវាមួយរំពុះទៀតទៅគឺថាទឹកសម្លនំបញ្ចុករបស់យើងនឹងបានឆ្អិនរួចរាល់ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើទឹកកាពិវិញម្ដងហើយកាពិហ្នឹងគឺខ្ញុំប្រើកាពិកែវមុតហ្នឹងណាបងប្អូនយើងធ្វើវាលៃមកល្មមញ៉ាំទៅខ្ញុំដាក់កាពិ2ស្លាបព្រាបាយទឹកអំពិលទុំហ្នឹង4ស្លាបព្រាបាយហើយខ្ញុំភ្លក់កាពិហ្នឹងរួចហើយវាអត់សូវប្រៃទេម៉ូតហ្នឹងអញ្ចឹងហើយខ្ញុំដាក់ស្ករសតែ2ស្លាបព្រាបាយបងប្អូនហើយនឹងប៊ីចេងបន្តិចហើយយើងដួសទឹកសម្លចាក់ចូលទៅបន្តិចទៅយើងច្របល់ឲ្យកាពិហ្នឹងវារលាយសពចូលគ្នាល្អសិនបន្ទាប់មកខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំហើយនឹងម្ទេសសម្រាប់ខ្ទឹមសបើសិនជាអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរយើងកូរច្របល់ឲ្យវាចូលជាតិគ្នាសពល្អទៅវារៀងស្ទើរម្ទេសអញ្ចឹងខ្ញុំក៏បន្ថែមម្ទេសអាចសាត់នឹងចូលទៅបន្តិចទៀតឥឡូវនេះទឹកកាពិរបស់យើងបានរួចរាល់ហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកបន្លែហ្នឹងយកមកស្រុះដើម្បីញ៉ាំតែម្ដងហើយសម្រាប់បន្លែហ្នឹងបើសិនជាបងប្អូនចូលចិត្តអីបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅបន្ទាប់ពីយើងស្រុះបន្លែបានរួចរាល់ហើយខ្ញុំក៏យកនំបញ្ចុកហ្នឹងមកស្រុះវិញម្ដងនំបញ្ចុកហ្នឹងចង់ស្រុះក៏បានឬក៏មិនបាច់ស្រុះក៏បានដែរបងប្អូនហើយយើងបន្ថែមជាមួយនឹងផ្កាស្នោហើយនឹងពោតប្រាំងនេះគឺយើងស្រុះម្ដងរួចហើយណាបងប្អូនយើងដាក់ជីនឹងវងនឹងតិចទៅដើម្បីធ្វើឲ្យនំបញ្ចុករបស់យើងមានក្លិនកាន់តែឈ្ងុយអញ្ចឹងណាហើយបងប្អូនអើយទឹកសម្លយើងធ្វើខ្លួនឯងអញ្ចឹងនិយាយពីថាមានជាតិខ្លាំងមែនតែនចេញចូលចេញម្នាក់ឯងញ៉ាំអស់ឡើង3ចានបើសិនជាទិញគេញ៉ាំវិញមួយចានហ្នឹងគឺថាញ៉ាំមិនអស់ផងបងប្អូននេះបងប្អូននំបញ្ចុកស្រស់របស់ខ្ញុំបានឆ្អិនរួចរាល់ហើយតំណងដែរអត់បងប្អូនហើយថ្ងៃនេះក៏បានទទួលការសរសើរពីកូនទី3ដែរថាទឹកសម្លនំបញ្ចុកក៏ឆ្ងាញ់ហើយទឹកកាពិហ្នឹងក៏